បាទសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទផុសវីដេអូមួយទៀតទាក់ទងទៅនឹងការចងកម្មរបស់ខ្ញុំដដែលនោះទេហើយមួយរយៈយ៉ាងយូរនេះខ្ញុំពុំមានធ្វើកម្មឬក៏វីដេអូទេព្រោះជាប់រវល់បង្រៀនដល់ក្មេងៗនៅឯសាលាអញ្ចឹងនៅពេលវ៉ាកងទូចនេះបាទឆ្លៀតពេលចំបងប្រុសដែលគាត់ចុះមកពីថៃដើម្បីមកលេងស្រុកកំណើតរបស់គាត់ហើយបងប្រុសក៏គាត់ធ្លាប់បានជាវខ្សែអំបោះកថាដែលខ្ញុំបានធ្វើនោះផងដែរអញ្ចឹងគាត់ពាក់យូរហើយចូល2ឆ្នាំជាងអញ្ចឹងខ្សែនោះវាចាប់ផ្ដើមចាស់និងពុកផុយអញ្ចឹងគាត់មកដល់ក៏គាត់សុំឲ្យខ្ញុំធ្វើឲ្យគាត់មួយខ្សែបាទធ្វើគាត់មួយខ្សែដើម្បីគាត់ពាក់បាទព្រោះថាខ្សែអំបោះរបស់គាត់ជិតដាច់ហើយអញ្ចឹងគាត់ក៏ឲ្យខ្ញុំធ្វើមួយខ្សែដែលមានអង្កាំសុតនោះតែម្ដងចំណែកឯមួយខ្សែដែលកំពុងចងនេះគឺរបស់ខ្ញុំផ្ទាល់តែម្ដងដោយសារថ្ងៃមុនបាទខ្ញុំពាក់មួយខ្សែដែរប៉ុន្តែត្រូវបានគេសុំជាវវិដ័យយកទៅបាត់ទៅអញ្ចឹងយើងអត់អីពាក់យើងក៏ធ្វើមួយខ្សែទៀតដើម្បីពាក់បាទចំពោះដែលបងប្អូនដែលបានជឿទៅលើមន្តគាថាបាលីនោះគាត់តែងតែរមែងជាវរបស់ដែលមានគាថាបាលីដើម្បីដាក់ជាប់ខ្លួនរបស់គាត់បាទដើម្បីការពារគាត់សុំសេចក្តីសុខចម្រុំចម្រើនដល់គ្រួសារជាពិសេសនោះគឺរួចផុតអំពីគ្រោះចង្រៃផ្សេងៗនៅពេលធ្វើដំណើរអញ្ចឹងហើយជាកន្លងមកនេះបាទខ្ញុំបានធ្វើខ្សែដៃឲ្យគេអស់ជាច្រើនខ្សែមកហើយប៉ុន្តែមិនសូវបានផុសវីដេអូនោះទេ